បច្ចុប្បន្ននេះបសសបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការការពារសុខភាពក៏ដូចជាជីវភាពរស់នៅរបស់បងប្អូនដែលជាកម្មករនិយោជិតនិងប្រជាពលរដ្ឋកម្ពុជាយើងនៅពេលឈឺថ្កាត់សម្រាប់កូនឬក៏មានគ្រោះថ្នាក់ការងារកើតឡើងបសសអាចជួយសម្រាលបន្ទុករបស់យើងមួយផ្នែកនិងផ្ដល់នូវសេវាព្យាបាលបានយ៉ាងល្អនេះក៏ជាការចូលរួមចំណែកមួយនៅក្នុងការកាត់បន្ថយថ្លៃចំណាយរបស់ពួកយើងទាំងអស់គ្នាមួយផ្នែកហើយក៏ជាការបង្កើននូវទំនុកចិត្តក្នុងការរស់នៅប្រចាំថ្ងៃផងដែរមិនតែប៉ុណ្ណោះបសសក៏ផ្ដល់នូវប្រាក់ឧបត្ថម្ភនិងប្រាក់សោធននិវត្តន៍នៅពេលយើងចាស់ជរាផងដែរហើយទាំងអស់នេះគឺជាអត្ថប្រយោជន៍ដែលបង្ហាញថាបសសគឺជាប្រព័ន្ធមួយដែលជួយថែរក្សាសុខភាពនិងអនាគតរបស់ប្រជាពលរដ្ឋកម្ពុជាបើតាមស្ដាប់មើលទៅការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋយើងមួយចំនួនដែលធ្លាប់បានប្រើប្រាស់សេវាបសសនេះគឺតែងតែបានលើកឡើងអំពីអត្ថប្រយោជន៍ក៏ដូចជានីតិវិធីមួយចំនួននៃការប្រើប្រាស់សេវាបសសនេះហើយសម្រាប់ខ្ញុំខ្លួនឯងផ្ទាល់ក៏ធ្លាប់មានបទពិសោធន៍នៅក្នុងការប្រើប្រាស់សេវាបសសដែរហើយខ្ញុំគិតថាបច្ចុប្បន្ននេះសេវាបសសមានការអភិវឌ្ឍច្រើនមានភាពល្អប្រសើរជាងមុនហើយការដែលប្រើប្រាស់ក៏មិនសូវជាមានបញ្ហានិងមិនមានភាពស្មុគស្មាញទេលឿនជាងមុនហើយអ្នកដែលគាត់ជាក្រុមការងារក៏ការប្រើប្រាស់ភាសាសម្ដីរបស់ពួកគាត់ហ្នឹងក៏សមរម្យដែរដូច្នេះខ្ញុំលើកទឹកចិត្តបងប្អូនទាំងអស់គ្នាសូមឲ្យចូលរួមនិងប្រើប្រាស់សេវាបសសនេះទាំងអស់គ្នាហើយប្រើទៅឲ្យមានភាពត្រឹមត្រូវការដែលយើងមានបសសនេះនៅជាមួយយើងគឺប្រៀបដូចជាយើងមានអ្នកការពារយើងនិងក្រុមគ្រួសាររបស់យើងនៅពេលមានបញ្ហាផ្សេងៗ